ចាជំរាបសួរនាងខ្ញុំឈ្មោះកៅសវីជាប្រធានបណ្ណាល័យនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនាងខ្ញុំមានបទពិសោធន៍ការងាររយៈពេល19ឆ្នាំអាជីពដែលនាងខ្ញុំចាប់ផ្ដើមធ្វើការងារនៅក្នុងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចាប់ពីឆ្នាំ2004រហូតមកដល់បច្ចុប្បន្ននេះនៅក្នុងនោះផងដែរសាកលវិទ្យាល័យអាស៊ីអឺរ៉ុបរបស់យើងបានចូលជាសមាជិកសមាគមបណ្ណារក្សនិងឯកសារវិទូក្នុងឆ្នាំ2009ចា៎នាងខ្ញុំក៏បានទទួលវគ្គបណ្ដុះបណ្ដាលជំនាញបណ្ណារក្សទាំងក្នុងស្រុកនិងក្រៅស្រុកបងប្អូនអាចមកសិក្សាស្រាវជ្រាវក្នុងបណ្ណាល័យសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាពិសេសបងប្អូនជំនាន់ទី26អាចមកសិក្សាបន្ថែមដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងនោះបណ្ណាល័យមានសៀវភៅមាន e-book computer និងឯកសារផ្សេងទៀតដើម្បីជំរុញដល់ការសិក្សារបស់បងប្អូនម៉ោងបើករបស់បណ្ណាល័យថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ផ្ដើមម៉ោង7:10នាទីដល់ម៉ោង8:45នាទីយប់សម្រាប់ថ្ងៃសៅរ៍ចាប់ផ្ដើមម៉ោង6:45រហូតដល់ម៉ោង5:30នាទីចាសម្រាប់ថ្ងៃអាទិត្យបើកតែមួយព្រឹកទេនាងខ្ញុំសូមជម្រាបជូនដំណឹងដល់បងប្អូននិស្សិតចូលមកបណ្ណាល័យសាកលវិទ្យាល័យអាស៊ីអឺរ៉ុបត្រូវមានកាតសម្គាល់ខ្លួនដើម្បីបណ្ណារក្សចុះឈ្មោះចូលក្នុងប្រព័ន្ធគ្រប់គ្រងបណ្ណាល័យព្រោះប្រព័ន្ធគ្រប់គ្រងបណ្ណាល័យនឹងបង្ហាញនិស្សិតដែលចូលច្រើនដងជាងគេមានរង្វាន់ផ្ដល់ជូនលើកទឹកចិត្តនិស្សិតមានដូចជាទូរស័ព្ទ Flash Dictionary និងប័ណ្ណសរសើរព្រមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតនាងខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតដួងលៀងចាដែលលោកបានខិតខំប្រឹងប្រែងចំណាយថវិកាដ៏ច្រើនបង្កើតចេញនៅបណ្ណាល័យដ៏ទំនើបមួយផ្ដល់ជូននិស្សិតក្នុងសាកលវិទ្យាល័យសិក្សាស្រាវជ្រាវក៏ដូចជានិស្សិតខាងក្រៅដែលគាត់ចូលមកសិក្សាស្រាវជ្រាវនៅក្នុងបណ្ណាល័យសាកលវិទ្យាល័យអាស៊ីអឺរ៉ុបផងដែរនាងខ្ញុំសូមជូនពរឲ្យឯកឧត្តមលោកបណ្ឌិតមានសុខភាពល្អមានបញ្ញាឈ្លាសវៃដើម្បីដឹកនាំសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឲ្យល្អប្រសើរជាងនឹងទៀតចាសូមអរគុណ